បើដឹងថាគ្មានអនាគតជាមួយគេហើយឆាប់ដកចិត្តវិញទៅជាការពិតយើងអាចស្រឡាញ់ឬក្រាស់អ្នកណាក៏បានគ្មានអ្នកណាហាមបានតែឲ្យចេះមើលមនុស្សនិងមានគោលដៅផងថាក្រាស់ដើម្បីកំដរតែការឈឺចាប់តែម្ខាងឬមានបំណងប៉ងចង់បានគេជាគូអនាគតបើមើលទៅអត់អនាគតទេកុំឲ្យខាតពេលវេលាមនុស្សខ្លះយើងបានត្រឹមស្រឡាញ់តែក៏មិនប្រកាសថាមានវិធីអាចទៅរួចជាមួយគេដែរហើយមនុស្សខ្លះទៀតពេលដឹងថាយើងមានចិត្តស្រឡាញ់គេក៏បោកបញ្ឆោតយើងធ្វើដោយស្រឡាញ់វិញដើម្បីចង់បានអីមកវិញឬមើលឃើញថាយើងអាចមានប្រយោជន៍សម្រាប់គេតែសួរថាគេយកយើងអត់គឺអត់នឹងហើយរៀនផ្ដោតតម្លៃឲ្យខ្លួនឯងនិងរក្សាសុខភាពផ្លូវចិត្តខ្លួនឯងខ្លះផងបើដឹងថាតាមម្នាក់នឹងគ្មានលទ្ធផលទេឈប់តាមបើមនុស្សគេប្រុងស្រឡាញ់គេស្រឡាញ់យូរហើយបើដឹងថាលទ្ធផលទៅថ្ងៃអនាគតជាមួយគេវាបែបណាហើយសួរថាចាយពេលចាយលុយចាយទឹកចិត្តជាមួយគេដើម្បីអីត្រូវទទួលស្គាល់ថាមនុស្សខ្លះពិតជាមិនស័ក្តិសមនឹងយើងមែនហើយក៏មិនមែនជាគូយើងដែរខំប្រឹងបែបណាក៏មិនអាចទៅរួចដែរ